បាទជំរាបសួរលោកស្រីដែលជាអ្នកណាត់ជាបានសិស្សានុសិស្សបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្លីនេះគឺជាការលេងល្បែងកម្សាន្តជាប្រៃខ្មែរហែដើម្បីដាស់អារម្មណ៍របស់សិស្សានុសិស្សផងដែរនោះគឺជាសកម្មភាពទាញព្រ័ត្រដែលពួកគាត់កំពុងតែលេងហើយថ្ងៃនេះគឺជាថ្ងៃដែលស្ថិតនៅក្នុងខែ3នៅឡើយទេអញ្ចឹងខ្ញុំជឿជាក់ថាគ្រប់សាលានានាក៏មានការដឹកនាំលេងល្បែងប្រជាប្រិយហោហែដែរព្រោះល្បែងប្រជាប្រិយខ្មែរយើងមានច្រើនប្រភេទមានចោលឈូងបោះអង្គុញទាញព្រ័ត្រស្វាដណ្ដើមស្លឹកឈើនិងល្បែងកម្សាន្តជាច្រើនផ្សេងទៀតផងដែរថ្ងៃនេះគឺថ្ងៃទី25ខែមីនាឆ្នាំ2025សិស្សានុសិស្សនៅសាលារៀនបញ្ញាជនកម្ពុជាគឺសិស្សភាសាអង់គ្លេសក្រៅម៉ោងគ្រប់កម្រិតគាត់ធ្វើការលេងកម្សាន្តនៅល្បែងប្រជាប្រិយដែលមានការដឹកនាំពីលោកគ្រូអ្នកគ្រូវងនេះគឺវងល្បែងស្វាដណ្ដើមស្លឹកឈើហើយខាងនោះនៅតែបន្តទាញព្រ័ត្រ